នេះជាកម្មវិធីល្បែងប្រជាប្រិយមួយប្រភេទដែលបងប្អូនប្រជាពលរដ្ឋខ្មែរយើងនិយមលេងនៅក្នុងរដូវចូលឆ្នាំថ្មីនេះគេឲ្យឈ្មោះថាល្បែងស្វាដណ្ដើមស្លឹកឈើអញ្ចឹងយើងបានឃើញសកម្មភាពនៃការលេងប្រហែលជា1នាទីជាងមុននឹងហើយបន្ទាប់ពីលេងរួចក្រុមខាងណាចាញ់គឺគេត្រូវចាក់បទភ្លេងបែបរំវង់បែបប្រពៃណីហើយអ្នកដែលចាញ់នឹងគឺត្រូវតែរាំដើម្បីទៅទទួលឬក៏គេហៅថាអ្នកដែលចាញ់គឺរាំនោះគឺរាំដើរជាក្បួនទៅទទួលនឹងទៅអបអរនៅខាងអ្នកចាញ់អញ្ចឹងទៅហើយអ្នកចាញ់ក៏រាំទទួលអ្នកឈ្នះដូចគ្នាដែរអញ្ចឹងណាបាទនេះក៏ជាវិធីមួយជាល្បែងមួយដែលចង់បញ្ជាក់និងបង្ហាញអំពីរបៀបរបបប្រពៃណីរបៀបនៃការរស់នៅក៏ចង់បង្ហាញអំពីអត្តចរិតរបស់បងប្អូនជនជាតិខ្មែរដែលនិយមលេងល្បែងបែបជួយឲ្យមានភាពរហ័សរហួនមើងម៉ាត់ស្វាហាប់ក៏ដូចជាការសាមគ្គីគ្នាផងដែរបាទអរគុណច្រើនសម្រាប់ការទស្សនាហើយល្បែងល្បាំប្រជាប្រិយនេះនឹងមានបន្តលេងជាបន្តបន្ទាប់រហូតដល់ថ្ងៃទី6ទី7គឺជាថ្ងៃដែលយើងលេងសង្ក្រាន្តធំនៅក្នុងសាលាវិទ្យាល័យដំដែក